បងប្អូននេះបងប្អូនដែលព្រួយបារម្ភទៅលើការចិញ្ចឹមអានេះខ្ញុំផ្ដល់វិធីសាស្ត្រមួយចំនួនឲ្យបងប្អូនធ្វើដោយទំនុកចិត្តណាបាទធ្វើដោយទំនុកចិត្តទីមួយខ្លួនឯងបងប្អូនត្រូវមានចំណេះដឹងគ្មានរឿងសំណាងច្រើនទេគ្មានរឿងសំណាងច្រើនទេនៅក្នុងការចិញ្ចឹមសត្វពីព្រោះសត្វមានជីវិតសត្វមានជីវិតត្រូវតែការពារដោយបច្ចេកទេសត្រូវតែការពារដោយចំណេះដឹងត្រូវតែចិញ្ចឹមតាមបែបបទបច្ចេកទេសយល់ពីតម្រូវការយល់ពីសុវត្ថិភាពយល់ពីមូលដ្ឋានគ្រឹះនៃគេហៅថាការរស់នៅរបស់វាឲ្យបានច្បាស់យល់ដឹងពីការទប់ស្កាត់ជំងឺអានឹងជាអីដែលយើងត្រូវតែមានហ្មងมันអាចចិញ្ចឹមហើយអង្គុយបន់ទេវតាសូមឲ្យទាខ្ញុំសុខភាពល្អតាមរោងដាក់រឿងដាក់កន្លែងអុជធូបដាក់ជេកអត់ទេទៅមួយទេពីព្រោះសត្វវាឈឺដោយសារតែកត្តាចំណីសត្វឈឺដោយសារអាកាសធាតុប្រែប្រួលសត្វឈឺដោយសារតែកត្តាទ្រង់ដែលយើងចិញ្ចឹមមកខ្វះយល់ការយល់ដឹងពីអនាម័យពីការសម្អាតពីការកម្ចាត់មេរោគអត់ពាក់ព័ន្ធនឹងទេវតាទេកន្លែងហ្នឹងណាកន្លែងនេះខ្ញុំចង់ផ្សារភ្ជាប់ជាមួយម្សិលមិញមានបងសួរថាអាហ្នឹងវាពាក់ព័ន្ធនឹងជំនឿពាក់ព័ន្ធនឹងអីដែលថាពាក់ព័ន្ធនឹងរាសីរាសីវាដាក់នៅពេលដែលយើងគ្មានចិញ្ចឹមទៅគ្មានបច្ចេកទេសយើងចិញ្ចឹមទៅមិនយល់ដឹងពីជំងឺមិនយល់ដឹងពីវ៉ាក់សាំងមិនយល់ដឹងពីការព្យាបាលធ្វើឲ្យសត្វវាងាប់អញ្ចឹងដល់ពេលដែលសត្វវាងាប់វាខាតអាពេលដែលគាត់ខាតនឹងហើយដែលរាសីគាត់ដាក់ប៉ុន្តែបើយើងចិញ្ចឹមទៅសុខភាពល្អបាទមួយក្បាលលក់ចេញចំណេញបាន6 7,000រយៈពេល2 3ខែបាទ3ខែមួយក្បាលចំណេញបាន2 3,000 2 3,000ចំណេញបាន6,000 7,000 8,000បាទរាសីវាឡើងតាមហ្នឹងរាសីវាឡើងតាមដែលយើងចិញ្ចឹមទៅរស់ហើយលក់បានលុយដូចខ្ញុំនិយាយថាធ្វើម៉េចចិញ្ចឹមឲ្យរស់ចិញ្ចឹមឲ្យរស់វាពាក់ព័ន្ធនឹងបច្ចេកទេសលក់ឲ្យចេញពាក់ព័ន្ធនឹងតំណែងតំណងរបៀបក្នុងការធ្វើទីផ្សារចំណេញឲ្យបានពាក់ព័ន្ធនឹងសុខភាពរបស់វាធ្វើម៉េចចិញ្ចឹមឲ្យល្អឲ្យស៊ីចំណីឲ្យបានត្រឹមត្រូវកុំឲ្យខ្ជះខ្ជាយធ្វើវ៉ាក់សាំងការពារបានត្រឹមត្រូវជៀសវាងជំងឺឈឺថ្កាត់ងាប់ព្យាបាលច្រើនធ្វើម៉េចចំណេញឲ្យបានចិញ្ចឹមឲ្យរស់លក់ឲ្យចេញចំណេញឲ្យបាននេះជាគោលការណ៍ចាំបាច់ក្នុងការចិញ្ចឹមសត្វបងប្អូនបាទសំខាន់គឺប្រភពមេបាសុខភាពល្អទៅបានទី1បច្ចេកទេសខ្ញុំបានលើកឡើងពីខាងដើមអញ្ចឹងខ្លួនឯងត្រូវបំពាក់ឲ្យខ្លួនឯងនៅបច្ចេកទេសនិងចំណេះដឹងទី2ជ្រើសរើសកន្លែងទិញឲ្យបានត្រឹមត្រូវទិញពីកន្លែងណាបងប្អូនចេះមិនក៏ដោយប៉ុន្តែកូនទាមានជំងឺដាក់មកដល់ឈឺមកដាក់មកដល់ឈឺមកបងប្អូនប្រកែមិនក៏អត់ទៅរួចដែរខ្ញុំឆ្លងរឿងនេះ7 8ឆ្នាំដែលពីមុនខ្ញុំអត់ទាន់មានមេខ្លួនឯងខ្ញុំទិញកូនពីគេយកមកគឺនៅក្នុងអាស្ថានភាពដូចដែលបងប្អូនកំពុងជួបរាល់ថ្ងៃអញ្ចឹងបានអីដែលខ្ញុំនិយាយទៅបងប្អូនហាក់បីដូចជាមើលឃើញហ្មងខ្ញុំនិយាយឲ្យបងប្អូនមើលឃើញបញ្ហានឹងភ្លាមដោយសារតែខ្ញុំនៅក្នុងការងារហ្នឹងខ្ញុំធ្លាប់ខុសខ្ញុំធ្លាប់ខ្វះព័ត៌មានអញ្ចឹងនៅពេលដែលយើងទិញយកមកបងប្អូនប្រកែមិនក៏ដែរក៏ពិបាកដែរប៉ុន្តែបើបងប្អូនទទួលបានកូនទាដែលមានសុខភាពល្អស្រាប់បងប្អូនរៀនថែមតិចទៅចាំទៅបានហើយអរគុណណាស់សម្រាប់ការគ្រប់គ្រងមានចង្អុលផ្សេងៗអាចខមមិនបាន